Tassa Namo Tassa Namo Tassa មកឡងអីនៅពេលនេះអូយតែនាងមកអង្គុយសិនមកលោកអើយអង្គុយចុះទៅចង់បំភ័យខ្ញុំឲ្យស្លាប់ហ៎មើលទៅនាងដូចជាធម្មតាទេតែមិនក៏ប្រឡាក់ឈាមអ្នកណាធ្វើអីហ៎ប្រឡាក់ឈាមពេញមាត់ខ្ញុំស្មានថាខ្មោចអ្នកណាធ្វើអីនាងហើយកុំប៉ះខ្ញុំជូតដៃចេញសិនទៅសវឹងម៉ែឬក៏សតិមិនល្អអាមិនក៏ផឹកឈាមខ្លួនឯងនាងចាំឈ្មោះខ្លួនឯងទេមកខ្ញុំនោមនាងទៅពេទ្យកុំប៉ះរបស់ខ្ញុំមើលឈិញពួកយើងបដូររាងកាយគ្នានាងមិនចាំមុខខ្លួនឯងលេងថ្នាំដល់កម្រិតហើយនេះជាការពិតមែននៅក្មេងហើយខ្ជូតទៀតមិនសមឈួតសោះអញ្ចឹងបានថាខ្សែគ្រឿងញៀនបំផ្លាញជីវិតឈិញអូននៅទីណាហ្នឹងអូនមានរឿងចង់និយាយជាមួយអូនណានៅឯណាខ្ញុំមិនដឹងទេមកចាំខ្ញុំជួយប្រាប់ឲ្យគាត់សួស្តីខ្ញុំអាសៀវជាសន្តិសុខនៅអគារជីនសៀវលោកជាសាច់ញាតិនាងហ៎អាសៀវខ្ញុំគឺរាជណាលោករ៉ាជហ៎ស្គាល់នាងដែរហ៎មិនស្រីខ្ញុំនឹងកាត់អីសម្លេងដូចជាចំណាយម្លេះអូនាងជាមិត្តស្រីលោកហ៎ប្រហែលនាងលេងថ្នាំបាត់បង់ស្មារតីហើយមិនស្គាល់ខ្លួនឯងផងនឹងអាសៀវជួយមើលនេះខ្ញុំផងខ្ញុំត្រឡប់ឡើងហើយបានឲ្យចាំតិចណាកុំប៉ះរបស់ខ្ញុំមិត្តប្រុសនាងកំពុងតែមកយកនាងទៅផ្ទះហើយអូខេខ្ញុំមិនទាន់ចង់ទៅផ្ទះទេខ្ញុំត្រូវគេឃុំយូរមកហើយខ្ញុំចង់សប្បាយអាសៀវចដាយុនខូចទៀតហើយមិនហើយជួយ10000បន្តិចទៅអាសៀវខ្ញុំពិនិត្យហើយគ្មានអីមិនប្រក្រតីនោះទេមិនអាចទេមុននេះគ្មានភ្លើងថែមទាំងមានសម្លេងចម្លែកទៀតច្បាស់ជាមានរឿងចម្លែកហើយដូចគេធ្លាប់និយាយនោះហើយគួយជើងទៅវិញហើយអញ្ចឹងអូខេអរគុណអាសៀវឯណាឈិញលោករ៉ៃនាងនៅខាងនោះហើយបាត់ទៅណាហើយនាងបាត់ទៅណាទៅមិនគេមកមើលចណ្ដើយន្តនាងនៅនឹងតើណែខលរនាងទៅប្រហែលជានាងមិនចង់ជួបមុខខ្ញុំទេអញ្ចឹងដែរឮនាងនិយាយថានាងគ្មានសេរីភាពយូរហើយនាងចង់សប្បាយខ្លះប្រហែលជាខ្ញុំនេះហានាងច្រើនពេកនាងតែងតែទៅលួចដើរលេងហើយឲ្យនាងសប្បាយខ្លះទៅរៀបការហើយទើបមិនស្ដាយក្រោយណែជួបគ្នាពេលក្រោយខ្ញុំត្រូវនាងសិនជូនពរនាងឃើញណាឆៃសានមកទីនេះធ្វើពលហាណែពិបាកជាងពលហាទៅទៀតថ្ងៃនេះខ្ញុំណាត់នារីម្នាក់ថាមកសប្បាយតែមុខនាងអាក្រក់ណាស់ឃើញមុខនាងហើយខ្ញុំចង់តែក្អួតទេអញ្ចឹងថ្ងៃនេះឯងមិនយកពងទេអរគុណហើយតើខ្ញុំស្អែកទៅថែសុខភាពផងបាទអរគុណហើយប៉ាខ្ញុំនៅទីនេះប៉ាជួយខ្ញុំផងប៉ាខ្ញុំនៅក្រោមសម្រាមនេះប៉ាមើលមកខាងឆ្វេងដៃទៅត្រូវហើយប៉ាឃើញខ្ញុំទេប៉ាសុំវប៉ាមើលមកខ្ញុំមកលោកប៉ាកុំទៅអីរុញថងសម្រាមចេញទៅប៉ារើសអីប៉ារើសចំណងចង់សក់ធ្វើអីប៉ាទុកឲ្យម៉ារីមែនទេប៉ាឈឺធ្ងន់ហើយហើយប៉ាកុំទៅអីប៉ាកុំតាន់ទៅជួយខ្ញុំផងជួយខ្ញុំផងមានកន្លាតជួយផងអានេះជាកន្លែងស្អីហ្នឹងទៅមុខទៅគ្មានអ្នកណាយំទេនៅទីនោះត្រូវហើយទីនេះហ៎អាយ៉ាគ្មានអីត្រូវខ្លាចនោះទេគ្រាន់តែតុក្កតាមួយនឹងតុក្កតាមែនទេ
ខ្ញុំគិតថាវាត្រូវបានគេប្រើដើម្បីធ្វើជានារីរកស៊ីហើយពេលដែលគេប្រើលែងកាត់ក៏យកវាមកបោះចោល ខ្ញុំមិនមែនតុក្កតាទេខ្ញុំជាមនុស្ស អានេះកំពុងនិយាយស្អី នាងកំពុងតែនិយាយ តុក្កតា នាងស្ដាប់ខ្ញុំលឺ តុក្កតានិយាយបានណា នាងស្ដាប់ខ្ញុំបាន នា ណា ងនិយាយស្អីកុំកុហកខ្ញុំណា នាងស្ដាប់ខ្ញុំលឺពិតមែនណា ខ្ញុំនិយាយពិតមែនណា នាងស្ដាប់ខ្ញុំបានពិតមែនណា នាងថានាងមិនមែនជាតុក្ក នា តា ងស្ដា នោះ ប់ ទេ ខ្ញុំបានពិតមែន នាងជាមនុស្ស ជួយខ្ញុំផងបានទេសូមវល់នាងជួយខ្ញុំផងទៅខ្ញុំសូមវល់ជួយខ្ញុំផងទៅ អេធ្វើចិត្តអត់ជាធ្វើមិនខ្ញុំអាចជួយនាងបានទេ តែប្រាប់លោកគ្រូជា អ្នកលោមាត់បំពងនោះហី ត្រូវហើយខ្ញុំជាកូនស្រីគាត់ឆាប់ទៅប្រាប់គាត់ទៅ មកកណ្ដុលអាចដេញឆ្មារឿងតុក្កតាចេះនិយាយនឹងក៏វាអាចទៅរួចដែរណ អេនាងសុំឲ្យពួកយើងទៅហៅលោកគ្រូជាមកយកនាង លោកគ្រូជា នៅនិយាយថានាងជាកូនស្រីរបស់កូ ត្រូវ ន ហើយខ្ញុំជាកូនស្រីរបស់គាត់ នាងជាកូនស្រីលោកគ្រូជា មែនហើយ ឬជាប្រដាប់ហាត់ប្រាណគាត់ទេ ខ្ញុំជាកូនស្រីគាត់ពិតមែនខ្ញុំឈ្មោះឈិញឈិញ នាងជាកូនស្រីរបស់គាត់ពិតមែននាងថានាងឈ្មោះឆេងឆេងមិនថានាងជាកូនស្រីគាត់ឬរបស់លេងទេជួយឲ្យគាត់មកយកនាងផងទៅតើបានទេ ជួយខ្ញុំផង ជឿ ទៅ ខ្ញុំទេ ខ្ញុំថាគាត់នឹងជាលោក លោកគ្រូជាមានរឿងធំហើយ មានរឿងស្អីទៅ សាកសពមនុស្សនៅក្នុងបន្ទប់ដាក់សម្រាម មានមើលច្បាស់ដែរទេ ខ្ញុំថាមិនខុសទេលោកគ្រូជាគឺទីនេះហើយ លោកប៉ាខ្ញុំគឺឈិញឈិញណាប៉ា អេនេះជាតុក្កតាតើមិនមែនជាសាកសពនោះទេ ប៉ាស្ដាប់ខ្ញុំមិនលឺ មែ ទេ នណាតុក្កតាមែនតា ឯងមានប្រាប់អ្នកផ្សេងដែរទេ មិនបានប្រាប់ទេលោកជាមេសន្តិសុខនៅទីនេះខ្ញុំរៀបការប្រាប់លោកមុនគេ អូខេរឿងនេះទោះឲ្យខ្ញុំចាត់ការឯងទៅធ្វើការវិញចុះ អរគុណលោកគ្រូជា អេលោកគ្រូជាបិទហាងហើយហ៎ បាត់ហើយ អេភួយនោះដូចជារបស់ខ្ញុំតើ ខ្ញុំរើសវានៅឃ្លាំងសម្រាមតើ តែខ្ញុំជាអ្នកឃើញវាមុន លោកយាយលីនខ្ញុំថាលោកយាយមិនត្រូវការទេ ហេតុអី ភួយនីងខ្ញុំអ្នកយកមកបោះចោលវាមានប្រឡាក់ឈាមភ្ញៀវខ្ញុំថាលោកយាយមិនហ៊ានប្រើទេ ហើយយ៉ាគួរឲ្យខ្ពើមណាស់ អរគុណអ្នកស្រីហើយ និយាយគ្នាបន្តិចបានទេ អត់ទេចាំពេលក្រោយទៅ យ៉ាងម៉េចបញ្ញាប់ទេកុំដល់មិត្តស្រីឡើងលើទៅហូគ្មានរិនរោមស្បែកម៉ត់ល្អណាស់កន្លែងគួរធំក៏ធំកន្លែងតូចក៏តូចមិនចាស់ស្បែកមិនជ្រួញស្អាតរហូតអញ្ចឹងតាបានជាប្រុសជាច្រើនដូចលោកចូលចិត្តតុក្កតាមិនចង់បាននារីពិនលោកគ្រូជីថ្ងៃនេះលោកលេងអ្នកណាលេងខ្ញុំឬមួយនាង កុំលេងសើចជាមួយខ្ញុំ កន្លងទៅច្រើនឆ្នាំហើយលោកចូលនិវត្តន៍ហើយខ្ញុំលែងជាប្រពន្ធគេហើយមិនបាច់ហៅអ្នកស្រីទេហៅខ្ញុំយូគីបានហើយ យូគី ហើយកាលនោះនៅសួយសំពោមានប្រុសប្រមាណអ្នកស្រឡាញ់ខ្ញុំតស៊ូរហូតដល់ស្លាប់មានតែលោកទេជាខ្លារខិនខាងកើតតែមុខខ្ញុំមិនមើលផង ខ្ញុំមានប្រពន្ធរួចហើយ រឿងនេះកើតឡើងយូរហើយលោកលែងមានប្រពន្ធយូរឆ្នាំហើយហេតុអីយកតុក្កតាមិនយកខ្ញុំជំនួសវិញទៅលោកគ្រូជីគ្មានអ្នកណាបដិសេធខ្ញុំពីមុនទេលោកនិយាយហេតុផលមកឬមួយនៅនឹកប្រពន្ធលោកទៀត កាលនោះខ្ញុំខំធ្វើការនៅខាងក្រៅថ្ងៃមួយមកផ្ទះឃើញប្រពន្ធរបស់ខ្ញុំនៅលើគ្រែជាមួយនឹងប្រុសផ្សេងខ្ញុំចង់តែស្ទុះទៅយកកាបិតសម្រាប់ពួកគេទាំងពីរនាក់ទេពួកគេទាំងពីរនាក់ក្បត់នឹងខ្ញុំគិតចង់សម្រាប់ពួកគេពិតមែនតែឈិញនៅក្មេងខ្លាំងណាស់ លោកប៉ា ខ្ញុំក៏រើសយកការចាកចេញមិនជួបជាមួយពួកគេជារឿងរហូត ទៅលោកចូលនិវត្តន៍ហើយឈប់មានប្រពន្ធទៀត ខ្ញុំមិនចង់ឲ្យគេក្បត់ម្ដងទៀតណា លោកប៉ាហេតុអីប៉ាមិនប្រាប់ខ្ញុំរឿងនេះ រឿងនេះខ្ញុំមិនដែលប្រាប់អ្នកណានោះទេសូម្បីតែឈិញក៏ដោយខ្ញុំមិនចង់ឲ្យនាងគិតថាម៉ាក់របស់នាងរត់ចោលនាង លោកប៉ាកូនសុំទោស លោកនិយាយត្រូវតុក្កតាមិនអាចក្បត់លោកបានទេតែកូនស្រីលោកនាងមិនដឹងគិតយ៉ាងម៉េចទេ ពាក់ព័ន្ធស្អីដែរ
កូនស្រីលោកបារម្ភខ្លាចលោកកើតជំងឺធ្ងន់ធ្ងរនាងសូមឲ្យខ្ញុំរកនារីម្នាក់បម្រើលោក កូននេះចម្លែកមែន ក្មេងស្រីស្លូតត្រង់ម្នាក់រកនារីបម្រើឪពុកខ្លួនគិតមើលនាងបារម្ភពីលោកប៉ុណ្ណា នាងនៅក្មេងមិនយល់នោះទេ ខ្ញុំដឹងហើយខ្ញុំប្រជែងនាងមិនបានទេចាំខ្ញុំហ្វ្រីថ្លៃបន្ទប់ឲ្យចាស់ទុកទីនេះដោយផ្ទះចាស់នេះបន្ទប់តឹងមានកសែងជូតខ្លួន2របស់ការពារនៅក្នុងទូអូតែខ្ញុំគិតថាលោកមិនត្រូវការការពារអីទេ តាមសម្រួលចាស់មានអីហៅខ្ញុំបានណា ម៉ារី នេះប៉ាចង់ជូតខ្លួនឲ្យខ្ញុំមែនទេ ខ្ញុំដឹងថាឈិញជាអ្នកបោះនាងចោលមើលចោះប្រឡាក់អស់ហលីងគួរអាណិតនាងណាស់ដើម្បីខ្ញុំកុំខឹងនឹងនាងអី គឺខ្ញុំទេដែលខុសខ្ញុំធ្វើដាក់នាងបែបនេះខ្ញុំខុសដែលយកម៉ារីទៅចោលពេលនេះខ្ញុំទទួលកំហុសហើយ ឈិញនាងធំដឹងក្តីហើយរឿងកាលដែលនាងនៅពីតូចវាដូចជាម្សិលមិញយ៉ាងចឹងរួចរាល់ហើយប្រឡាក់មាត់អស់ហើយណែតោះប៉ាជូនទៅរៀន ហើយតែមិនតាន់បានទេចោលសក់ឲ្យកូនសិន យើងខកហើយទៅយឺតមិនល្អទេណា តែមាត់កូននៅថ្នាក់សត្វទៅចោលសក់គ្រប់គ្នាអត់តកូនទេ បានចាំប៉ាសាចង់ហើយ អើយឈឺណាស់ថ្នមបន្តិចទៅ ជិតរួចហើយឆាប់ទៅជិតដល់ម៉ោងហើយអាចចាប់ឡើង យេឆ្លងកញ្ចក់សិនអើយអត់ទេអាក្រក់ណាស់ ឈិញនាំកូនទៅរៀនប៉ាត្រូវទៅធ្វើការទៀតណា អ្នកម៉ាក់ចង់សក់ឲ្យខ្ញុំស្អាតជាងពេលណាទើបម៉ាក់មកវិញថ្ងៃមិនសុខចិត្តទេខ្ញុំត្រូវការអ្នកម៉ាក់ ឈិញជប់សួររកម៉ាក់ទៀតទៅ ប៉ាគួរឲ្យខ្លាចណាស់ ជប់យំទៅណាក្មេងឆ្លាត ប៉ាបន្លាចខ្ញុំហើយ ម៉ាក់កូនមិនមកវិញទេតែមិនអីទេប៉ាស្រឡាញ់កូន2 ដងឯនោះប៉ានឹងធ្វើជាប៉ាធ្វើជាម៉ាក់របស់កូនដែរកុំយំណាក្មេងឆ្លាត ម៉ាក់មិនមកវិញទេ តែឈិញកូនចូលចិត្តញ៉ាំមន់បំពងតាមមែនទេប៉ានឹងរៀនធ្វើកូនចូលចិត្តក្រងតាមមែនទេលើក្រោយប៉ានឹងធ្វើឲ្យបានណា មិនមែនក្រងសក់ទេគឺក្រងសក់ទីតុយ បានប៉ានឹងរៀនក្រងសក់ទីទុយពេលដែលឈិញនៅតូចរាល់ថ្ងៃខ្ញុំតែងតែធ្វើមាត់បំពងឲ្យនាងតែពេលដែលនាងធំឡើងនាងខ្លាចញ៉ាំទៅវាឡើងគីឡូក្រោយមកខ្ញុំក៏តែងតែក្រងសក់ឲ្យនាងជារៀងរហូតតែពេលនេះនាងបានកាត់សក់ខ្លីទៅហើយដូចជាក្មេងប្រុសយ៉ាងអញ្ចឹងមើលទៅនាងមិនត្រូវការខ្ញុំទៀតទេតែវាជាទម្លាប់ទៅហើយតែខ្ញុំមិនដោយនាងមិនបាន សុំទោសលោកប៉ាខ្ញុំយល់តែចិត្តខ្លួនឯង ខ្ញុំដឹងថាគេមិនមែនជាមនុស្សអាក្រក់ទេតែខ្ញុំមិនទុកចិត្តប្រគល់ឈិញឲ្យទៅគេខ្លាចជីវិតរបស់នាងត្រូវពិបាកខ្ញុំដឹងខ្ញុំគិតច្រើននិយាយត្រង់ចុះគ្មានប្រុសណាល្អស័ក្តិសមនឹងនាងនោះទេនាងព្រមស្ដាប់រឿងរបស់ខ្ញុំរហូតមកតែធ្វើយ៉ាងម៉េចទៅក្រៅពីនាងខ្ញុំគ្មានអ្នកផ្សេងនោះទេខ្ញុំនិយាយច្រើនតែជាមួយនាងតែប៉ុណ្ណោះទេខ្ញុំលែងរំខាននាងទៀតហើយខ្ញុំសុំទោសណាកុំខឹងនឹងខ្ញុំអី តុក្កតានោះណាឯណា គេ
ឲ្យខ្ញុំរកមនុស្សល្អម្នាក់ឲ្យនាងនៅថ្មីខ្លាំងណាស់ខ្ញុំថាបើលោកនាងច្បាស់ជាបានថ្លៃមិនខាន កម្មផលមានពិតលើលោកនេះមែនខ្ញុំចប់ហើយលោកប៉ា ឈិញប៉ាឯងនិងម៉ារីបែកគ្នាហើយឯងទុកចិត្តចោះសប្បាយចិត្តហើយមែនទេស ួស្តីអាចឲ្យពួកយើងនៅតែពីរនាក់បានទេ អូប្រកាសជាបាននេះឯងចង់ជំនួសប៉ាឯងមែនទេ ម៉ារីអរគុណដែលកំដរលោកប៉ាកន្លងមក